មែននៅក្នុងលំពេងទេប៉ុន្តែនៅក្នុងចិត្តដែលមិនភ័យខ្លាចឆារ៉ាវ៉ាន់អ្នកជាក្រពើមិនអាចរស់នៅជាមួយមនុស្សបាននោះទេរឿងក្រៃថងនិងឆារ៉ាវ៉ាន់រឿងព្រេងនិទាននៅភូមិមួយក្បែរមាត់ទន្លេមានក្រពើដ៏ធំមួយឈ្មោះថាឆារ៉ាវ៉ាន់វាជាក្រពើដែលមានមន្តអាគមខ្លាំងក្លាហើយតែងតែចាប់មនុស្សម្នាទៅស៊ីជាអាហារថ្ងៃមួយឆារ៉ាវ៉ាន់បានចាប់កូនស្រីសេដ្ឋីម្នាក់ឈ្មោះតាប៉ៅថងចូលទៅក្នុងរូងក្រោមទឹកការស្វែងរកអ្នកបង្ក្រាបសេដ្ឋីមានការសោកស្ដាយយ៉ាងខ្លាំងទើបប្រកាសរកអ្នកណាដែលហ៊ានចុះទៅសង្គ្រោះកូនស្រីខ្ញុំសូមប្រកាសបើសិនកូនស្រីរបស់ខ្ញុំត្រឡប់មកវិញខ្ញុំនឹងលើកកូនស្រីខ្ញុំទាំងពីរសំពៅមាសនិងសំពៅកែវឲ្យទៅបុរសម្នាក់នោះក្រៃថងដែលជាអ្នកជំនាញបង្ក្រាបក្រពើនិងមានកាំបិតវេទមន្តបានស្ម័គ្រចិត្តទទួលភារកិច្ចនេះក្រៃថងក៏បានទៅឈរនៅមាត់ទឹកហើយក៏បានស្រែកហៅឆារ៉ាវ៉ាន់ឲ្យមកលើទឹកភ្លាមនោះឆារ៉ាវ៉ាន់ក៏បានងើបពីទឹកមកយឺតព្រមទាំងក្រហមសំលេងដាក់ក្រៃថងឆាឡាវ៉ាន់ទឹកនៅទីនេះបានឃុំឃាំងប្រលឹងមនុស្សស្លូតត្រង់យូរពេកហើយក្រៃថងពុំបានខ្លាចការសម្ដែងរឹតរបស់ឆារ៉ាវ៉ាន់នោះទេភ្លាមនោះឆារ៉ាវ៉ាន់ក៏បានគិចខ្លួនចូលទៅក្នុងទឹកវិញក្រៃថងឃើញបែបនេះក៏បានជ្រមុជទឹកដើម្បីតាមទៅរកដល់កន្លែងឆារ៉ាវ៉ាន់រស់នៅក្រោមទឹកគាត់បានប្រើវេទមន្តដើម្បីបើកភ្លើងទឹកចូលទៅកន្លែងឆារ៉ាវ៉ាន់រស់នៅបានធ្វើឲ្យទឹកនៅទីនោះមានការរងើយយ៉ាងខ្លាំងនៅពេលដែលគាត់ប្រើយុទ្ធសិលដើម្បីបើកផ្លូវចូលទៅរកឆារ៉ាវ៉ាន់ហើយគាត់ក៏បានហែលទឹកតាមទៅហែលទឹកបណ្ដើរគាត់មានការបារម្ភពីសំពើមាសព្រោះខ្លាចឆារ៉ាវ៉ាន់ធ្វើអ្វីដាក់សំពើមាសសំពើមាសកុំបារម្ភអីបងនឹងទៅជួយអូនហើយសង្ឃឹមថាឆារ៉ាវ៉ាន់វាមិនធ្វើអ្វីអូនចោះក្រែនថងបានប្រាប់ឆារ៉ាវ៉ាន់ឲ្យដោះលែងសំពៅមាសបើមិនដូច្នោះទេគាត់នឹងប្រើកាំបិតទើបរបស់គាត់ដើម្បីឲ្យឆារ៉ាវ៉ាន់ឈប់ដើរធ្វើបាបអ្នកស្រុកភូមិនិងចាប់ខ្លួនស្រីៗក្នុងភូមិទៀតឆារ៉ាវ៉ាន់បានហាមមាត់ប្រើចង្កូមដើម្បីគំរាមទៅក្រៃថងប៉ុន្តែក្រៃធំមិនបានខ្លាចនោះទេការប្រយុទ្ធមិនមែននៅក្នុងលំពេងទេប៉ុន្តែនៅក្នុងចិត្តដែលមិនភ័យខ្លាចមកប្រយុទ្ធគ្នាយ៉ាងសាហាវក្រៃថងបានប្រើមន្តអាគមចុះទៅក្នុងរូងក្រោមទឹកគាត់បានប្រយុទ្ធជាមួយឆារ៉ាវ៉ាន់យ៉ាងខ្លាំងក្លាដោយប្រើកាំបិតវេទមន្តរបស់គាត់ហើយការប្រយុទ្ធគ្នាក៏បានកើតឡើងយ៉ាងខ្លាំងធ្វើឲ្យទឹកគ្រង្កើអស់ពេញផ្ទៃទន្លេដែលធ្វើឲ្យរលកទឹកធំបោកបក់ទៅតាមកម្លាំងវេទមន្តរបស់ឆារ៉ាវ៉ាន់និងក្រែនថោងដែលបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្រៃថងក៏បានប្រើលំពេងបញ្ចេញមកអត់ត្រូវដើម្បីចាក់ក្រពើឆារ៉ាវ៉ាន់និងបញ្ចេញមហិទ្ធិឫទ្ធិលំពេងធ្វើឲ្យឆារ៉ាវ៉ាន់ប៉ើងចេញពីទឹកយ៉ាងខ្លាំងក្រៃថងក៏បានយករំពេងចាក់ចំពោះរបស់ឆារ៉ាវ៉ាន់ធ្វើឲ្យឆារ៉ាវ៉ាន់ហៀស្រាយ៉ាងខ្លាំងពួកគេទាំងពីរនាក់ក៏បានតស៊ូប្រយុទ្ធគ្នាអស់ជាច្រើនយប់ច្រើនថ្ងៃទោះបីជាយ៉ាងណាក៏ដោយឆារ៉ាវ៉ាន់មិនអាចយកឈ្នះក្រៃថងបានទេដោយសារតែមហិទ្ធិឫទ្ធិលំពេងរបស់ក្រៃថងគឺមានមហិទ្ធិឫទ្ធិខ្លាំងដែលមិនមានអ្នកណាអាចយកឈ្នះបាននោះទេផុតក្រៃថងបានកម្ចាត់ឆារ៉ាវ៉ាន់ដោយជោគជ័យបន្ទាប់ពីការប្រើលំពេងរបស់ក្រៃថងបានចាក់ចាប់ចំនឹងប្រយុទ្ធឈ្នះឆារ៉ាវ៉ាន់ក្រៃថងក៏បានហែលទឹកដើម្បីទៅជួយសំពៅមាសដោយសារតែការប្រយុទ្ធខ្លាំងក្លាពេកបានធ្វើឲ្យប្រាសាទក្រោមទឹករបស់ឆារ៉ាវ៉ាន់រង្គើនិងបាក់យ៉ាងច្រើនក្រៃថងមិនបង្អង់យូរក៏ទៅបីត្រកងសំពៅមាសដើម្បីប្រញាប់ក្រៃថងបានក្រវីលំពេងរបស់គាត់ជារង្វង់ដើម្បីបើកផ្លូវទឹកហែលមកខាងលើទឹកវិញស្របពេលថ្មប្រាសាទកំពុងតែបាក់ធ្លាក់មកយ៉ាងខ្លាំងដោយសារកម្លាំងទឹកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្រៃថងក៏បានបីត្រកងសំពៅមាសឡើងមកលើទឹកដោយសុវត្ថិភាពការប្រយុទ្ធដ៏ជោគជ័យរបស់ក្រៃថង
គឺជាជោគជ័យធំមួយសម្រាប់អ្នកភូមិដែលរស់នៅទីនេះអ្នកភូមិទាំងអស់មានការត្រេកអរជាខ្លាំងហើយសេដ្ឋីក៏បានផ្ដល់រង្វាន់និងរៀបចំពិធីមង្គលការឲ្យក្រៃថងនិងកូនស្រីរបស់គាត់បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវនិងបានជួយអ្នកភូមិព្រមទាំងជួយកូនសេដ្ឋីរួចផុតពីក្រពើឆារ៉ាវ៉ាន់មកក្រៃថងក៏បានឈរនៅមាត់ទឹកដែលធ្លាប់តែជាទឹកដែលគួរឲ្យខ្លាចពេលនេះខ្លាយជាទឹកដែលមានសម្រស់ស្រស់ស្អាតនាពេលថ្ងៃលិចនិងជាក្តីសង្ឃឹមថ្មីនៃអ្នកស្រុកភូមិក្រៃថងបានអង្គុយមាត់ទឹកសម្លឹងមើលផ្ទៃមេឃដែលធ្លាប់តែងងឹតនៅពេលនេះគឺផ្ទៃមេឃស្រឡះព្រមទាំងទឹកមុខញញឹមបែបមានសង្ឃឹមនឹងបានបំពេញបំណងអ្នកស្រុកភូមិរបស់គេចាប់ពីពេលនោះមកអ្នកភូមិរស់នៅដោយសន្តិភាពសំឡេងអ្នកស្រុកភូមិរស់នៅក្នុងមានភាពសប្បាយរីករាយសំឡេងអ្នកស្រុកអ៊ូអរភ្លេងលេងថ្ងៃរៀបការក្រៃថងសំពៅកែវនិងសំពៅមាសបរិយាកាសបាក់ចាប់ផ្ដើមអប្រសើរការរៀបមង្គលការយ៉ាងអធិកអធមនៅក្នុងភូមិអ្នកស្រុកភូមិផងរបងជាមួយមានការត្រេកអរជាមួយក្រៃថងយ៉ាងខ្លាំងហើយរឿងរ៉ាវមួយនេះក៏ត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការទស្សនាវីដេអូ